សួស្តីបងប្អូនទាំងគ្នាបើសិនបើកុំតាបងប្អូនទាំងអស់គ្នាជួបនឹងបញ្ហាបែបនេះជាមួយខ្ញុំមើលឧទាហរណ៍បើខ្ញុំចង់បើកជាមួយនឹង PowerShell ហើយខ្ញុំចង់ run as វា run administrator អូខេហើយវាតែងតែទាមទារដាក់ password បែបនេះ to continue enter admin user name and password គឺវាតែងតែទាមទារដាក់ password បែបហ្នឹងថាតើវាមកពីមូលហេតុអីមួយទៀតយើងចង់ run ទៅលើ CMD គឺវានៅតែចេញអញ្ចឹងហើយមួយទៀតបើសិនបើយើងចង់ download ឬក៏ចង់ copy ឯកសារពីណាយកមកដាក់អញ្ចឹងណាគឺវាតែងតែទាមទារឲ្យអញ្ចឹងឲ្យដាក់ password ឥឡូវខ្ញុំឧទាហរណ៍ download file ដែលតូចខ្ញុំវាយ IDM ចាស់ IDM ដូចជា file វារឿងតូចទេខ្ញុំសាក download នេះអូខេចុចចូល folder ចាំវាតិចសិនយើងសាក run as វាមើលថាតើវាដំណើរការអូខេសូម្បីតែយើង download software ពីអ៊ីនធឺណិតក៏វាអត់ឲ្យដែរអញ្ចឹងវាទាមទារ password ពី user administrator ឈ្មោះចម្រុងមួយនេះខ្ញុំបានន័យថា user ដែលយើងកំពុងតែប្រើហ្នឹងគឺវាជា user local វាមិនមែនជា administrator ទេអញ្ចឹងគឺវាអត់អាច run auto បានឡើយវាទៅទាមទារសិទ្ធពី user មួយទៀតដែល user ហ្នឹងគឺជា admin អូខេឥឡូវដើម្បីឲ្យទៅដោះស្រាយបញ្ហាហ្នឹងបានអ្នកទាំងអស់គ្នាចូលមក Windows ហើយចុច power បែបនេះហើយចុច lock អូខេនោះអ្នកទាំងអស់គ្នានឹងឃើញ user 2អានេះ user ដែល local មិញណាហើយអានេះ user ដែល administrator អញ្ចឹងចូលកន្លែង user administrator នេះមកចូល user ចម្រុងហ្នឹងចូលមកអូខេនេះវានេះអ្នកទាំងអស់គ្នាឃើញ administrator អញ្ចឹងចូលមកដល់កន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាចូលមកកន្លែង tab here to search ថា computer អូខេ computer management នេះវាចេញមកបែបហ្នឹងហើយអ្នកទាំងអស់គ្នាយកពាក្យថា local user and group មួយនេះចុចមកហើយយកពាក្យថា user អូខេយើងចង់ add administrator ទៅលើ user មួយណាខ្ញុំមិញ user ចម្រុងនេះគ្រាន់ចុចលើវា2ដងមកហើយចុចយកពាក្យថា member of ហើយយើងចុចពាក្យថា add ហើយយើងវាយមក add នេះតែកន្លែងហ្នឹងគឺវាយឲ្យត្រូវបើអត់ត្រូវគឺវាអត់ឲ្យទេគេឲ្យបន្តមកខ្ញុំសូមប្រាប់មករួចយើងចុច check name មក check name ហើយយើងចុចខ្ញុំសុំមើលសិន administrator អូខេហើយខ្ញុំចុច OK មកប៉ះខ្ញុំវាយខុសហ្នឹងខ្ញុំវាយខុសអ្នកទាំងគ្នាតាមពិតវាអត់មាន E ទេខ្ញុំវាយខុស sorry អញ្ចឹងយើងលុប E ចោលមួយមកហើយយើងចុច check name ហើយបន្តមកចុច OK អូខេវានៅតែអត់ឲ្យខ្ញុំវាយខុសអូខេបើវានៅតែអត់ឲ្យអញ្ចឹងអ្នកទាំងគ្នាធ្វើតាមខ្ញុំមួយទៀតគឺ cancel វាចោលអស់សិនមក cancel វាចូលមកកន្លែង group ហើយយើងយកពាក្យថា administrator ហើយបន្ទាប់មកយើងចុច add យើង add user មិញឈ្មោះរងយើង add user ដែលជា local ហ្នឹងមកហើយយើងបន្ទាប់មកយើងចុច check name ហើយយើងចុច OK ហើយយើងចុចOK ទៀតអូខេហើយយើងទៅមើល user យើងមកអូខេឥឡូវយើងលុបឲ្យ user នេះចោលទៅ
យើង apply ចុច OK អញ្ចឹងយើងសាកចូលទៅកាន់ user ដែលវាជា local មិញតើយើងអាចយើង add ទៅជា administrator តើយើងអាច download ឬក៏ run អីបានអត់ឥឡូវយើងចូលមកនេះ user មួយនេះអូខេឥឡូវយើងសាក run PowerShell មក PowerShell ហើយយើង run administrator មកអូវានៅទៅជាប់បែបហ្នឹងដោយសារតែយើងអត់ទាន់បាន restart កុំព្យូទ័រយើងឥឡូវយើង restart វាសិនមកយើងចូល user ចម្រុងដែលយើងបាន add ទៅជា administrator មិញឥឡូវយើងចូលវាម្ដងទៀតមកមិញប្រហែលជាអត់បាន restart បានវាអត់អាចនេះបានណាអូខេវាចេញហើយយើង PowerShell យើងយក run administrator គេនេះគឺវាយើងអាច run app បានដោយមួយសេរីវាលេងទាមទារ password ទៀតហើយមិញដោយសារយើងអត់បាន restart អញ្ចឹងបើអ្នកទាំងអស់គ្នាធ្វើឲ្យត្រូវ restart មួយណាដើម្បីឲ្យវាដំណើរការអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ